សួស្តីអ្នកគ្នាចូលជាមួយខ្ញុំម្ដងទៀតហើយនៅវីដេអូថ្មីចឹងថ្ងៃនេះគឺខ្ញុំនឹងមកសម្រាប់បន្តជាមួយនឹងរឿងព្រះនាងជាទីស្រឡាញ់នៃភាគទី12ដែលត្រូវជាភាគបញ្ចប់របស់យើងតែម្ដងសាច់រឿងនៃភាគទី12របស់យើងបានបង្ហាញអំពីអានីសហើយនិងអ៊ូហ្វីកំពុងតែត្រៀមប្រយុទ្ធនៅក្នុងព្រះរាជវាំងហើយក្នុងការប្រកួតក៏មានច្បាប់ដែលខ្ញុំបាននិយាយតាំងពីវីដេអូមុនហើយតែបើសិនអ្នកគ្នាអត់ចាំទេខ្ញុំនឹងមកនិយាយម្ដងទៀតបើសិនជាការប្រកួតមួយនឹងអ៊ូហ្វីឈ្នះអ៊ូហ្វីនឹងធ្វើតាមចិត្តរបស់អ៊ូហ្វីដែលអ៊ូហ្វីនឹងគឺបានឡើងក្រុងរាជយជាមួយនឹងអានីសប៉ុន្តែបើសិនជាអានីសឈ្នះអានីសនឹងឡើងក្រុងរាជជំនួសឲ្យអ៊ូហ្វីគឺមិនចង់ឲ្យអ៊ូហ្វីនឹងឡើងក្រុងរាជទេហើយនៅក្នុងការប្រកួតនឹងដែរគឺវាពិតជាល្អមួយខ្លាំងមែនតើដោយសារតែក្នុងការវាយនឹងដែរគឺអត់មានបទូបថយឲ្យគ្នាទេគឺវាយគ្នាយកតែម្ដងហើយពេលហ្នឹងវាយនៅក្រោមដីអត់អស់ចិត្តទេក៏ឡើងទៅដល់លើអញ្ចឹងហើយវាយលើអញ្ចឹងនិយាយទៅពេលហ្នឹងលយហ្មងណានៅពេលដែលវាយមកដល់លើហើយអានេះក៏ឈប់វាយហើយនិយាយថាខ្លួនហ្នឹងគឺមិនអាចចាញ់បានទេខ្លួនគឺមិនចង់ឲ្យអ៊ូហ្វីហ្នឹងឡើងស្នងតំណែងរបស់ខ្លួនទេឥឡូវកុំឲ្យនិយាយច្រើនពេកកន្លែងហ្នឹងខ្ញុំសូមសង្ខេបហ្មងទៅនៅពេលដែលនិយាយចប់អ៊ូហ្វីហើយនឹងអានីសក៏បញ្ចេញម៉ាជីកចុងក្រោយរបស់ខ្លួនរៀងៗខ្លួនប៉ុន្តែម៉ាជីកដែលគួរចាប់អារម្មណ៍ហ្នឹងគឺម៉ាជីករបស់អ៊ូហ្វីដោយសារតែម៉ាជីករបស់អ៊ូហ្វីហ្នឹងគឺមិនដែលយកចេញមកប្រើទេហើយណាមួយដាវរបស់អ៊ូហ្វីហ្នឹងគឺទៅតែហ្វិចហើយផងហើយចុងក្រោយអ្នកដែលឈ្នះហ្នឹងគឺអ៊ូហ្វីដោយសារតែពេលហ្នឹងគឺអានីសជាប់ផ្លឹកជាមួយនឹង skill របស់អ៊ូហ្វីអត់បានចាប់អារម្មណ៍នឹង skill ខ្លួនឯងទេហើយក៏បានបញ្ចេញ skill ហ្នឹងចេញមកក្រៅដែរទៅធ្វើឲ្យអ៊ូហ្វីហ្នឹងមានឱកាសឈ្នះហើយម៉ា skill របស់អ៊ូហ្វីហ្នឹងគឺធ្វើឲ្យអានីសដេកស្អាតយកតែម្ដងនៅពេលដែលអានីសបានងើបមកវិញហើយអានីសក៏មានអារម្មណ៍ថាសោកស្ដាយនឹងការនៅពេលដែលអានីសបានងើបមកហើយអានីសក៏បានសោកស្ដាយនឹងការប្រកួតមួយនឹងដែរដោយសារតែខ្លួនហ្នឹងគឺអត់បានយកឈ្នះអ៊ូហ្វីទេអានីសក៏និយាយថាខ្លួនហ្នឹងគឺដឹងហើយថាខ្លួនហ្នឹងគឺគ្មានសមត្ថភាពគ្រប់គ្រងនគរមួយនឹងឲ្យបានល្អទេហើយខ្លួនក៏ទទួលស្គាល់អ្វីដែលខ្លួនបានធ្វើកន្លងមកដែរថាវាហ្នឹងគឺមិនមែនជាការសម្រេចចិត្តពិតប្រាកដរបស់គេទេអានីសគឺពិតជាខ្លាចខ្លាំងមែនទែនក្នុងការគ្រប់គ្រងនគរមួយនឹងឲ្យបានល្អហើយខ្លួននឹងក៏មិនចង់គ្រប់គ្រងបន្តទៀតដែរនៅពេលដែលអ៊ូហ្វីឮអានីសនិយាយចឹងហើយអ៊ូហ្វីក៏បាននិយាយតបទៅកាន់អានីសថាអានីសគឺជារបស់គេហើយគ្មានអ្នកណាអាចជំនួសកន្លែងអានីសបានទេក្រៅពីអានីសខ្លួនឯងហ្នឹងនៅពេលហ្នឹងអ្នកទាំងពីរក៏បាននិយាយត្រូវគ្នាអានីសក៏យល់ព្រមឲ្យអ៊ូហ្វីហ្នឹងចុះបញ្ជីចូលក្នុងសាររាជវង្សដែរនៅពេលដែលមកចូលជុំគ្រួសារវិញអានីសក៏បានសុំទោសទៅកាន់ម៉ាក់គេដោយសារតែគេហ្នឹងគឺអាចធ្វើតំណែងមួយនឹងបានទេប៉ុន្តែម៉ាក់របស់អានីសហ្នឹងគឺអត់ខ្វល់អំពីតំណែងអីហ្នឹងទេគាត់គ្រាន់តែចង់ឲ្យកូនគាត់ហ្នឹងសប្បាយចិត្តអីដែលកូនគាត់ធ្វើតែប៉ុណ្ណោះឥឡូវយើងងាកមកមើលទស្សនវិជ្ជាពេលយប់វិញអ៊ូហ្វីក៏កំពុងតែរៀបចំចូលដេកដែរក៏ប៉ុន្តែភ្លាមៗហ្នឹងក៏ឃើញអានីសចូលមកនិយាយជាមួយគេនៅពេលដែលអានីសបានចូលមកហ្នឹងអានីសក៏ចង់និយាយរឿងដែលខ្លួនហ្នឹងគឺលាក់ពីអ្នកដទៃនិយាយទៅរឿងហ្នឹងគឺឲ្យណាគេដឹងសូម្បីតែ Telty ហើយនឹងអាលីក៏អត់បានដឹងដែររឿងហ្នឹងដែលរឿងហ្នឹងគឺជារឿងដែលអានីសគឺឡើងក្រុងរាជហ្នឹងឯងនៅពេលដែលអានីសឡើងក្រុងរាជហ្នឹងដែរគឺគ្មានណាគេដឹងអារម្មណ៍របស់អានីសពិតដូចជាអ៊ូហ្វីទេហើយពេលហ្នឹងដែរគឺខ្លួនគាត់ថាខ្លួនហ្នឹងគឺអត់ប្រយោជន៍ខ្លាំងមែនតើដោយសារតែសូម្បីតែរឿងប៉ុណ្ណឹងក៏ខ្លួនអត់អាចធ្វើបានដែរអ៊ូហ្វីក៏បាននិយាយលួងទៅកាន់អានីសថាអានីសធ្វើអញ្ចឹងក៏វាមិនសូវត្រូវដែរដោយសារតែអានីសធ្វើអីដែលមិនមែនជាចំណង់ចំណូលចិត្តរបស់ខ្លួនអញ្ចឹងគឺធ្វើអត់សុបាយទេដូចជាការធ្វើ magic អញ្ចឹងការធ្វើ magic ទៅធ្វើឲ្យអានីសនឹងសុបាយពិតហើយវាចេញពីចិត្តទៀតផងនៅពេលដែលនិយាយហើយអ្នកទាំងពីរក៏បានយំអោបគ្នាអញ្ចឹងទៅនិយាយទៅពីអ្នកនឹងសែតទាំងពីរអ្នកហ្មងដូចចិត្តតែមួយហ្មងហើយបន្តពីយំនឹងមកក៏មានឈុតរៀង switch ជាងនឹងតិចដែរកាត់ពីឈុតនឹងមកអានីសក៏បាននិយាយថាហេតុអីបានអ៊ូហ្វីធ្វើអញ្ចឹងអ៊ូហ្វីក៏បាននិយាយថានឹងក៏ជាចំណងចំណូលចិត្តមួយរបស់អានីសដែរហើយក៏អ្នកគ្នាដឹងថាឈុតបន្ទាប់នឹងគឺជាឈុតអីដែរឥឡូវយើងសុំកាត់ចោលសិនទៅできれば受け取ってほしいですユフィ待って嫌ですនៅថ្ងៃស្អែកឡើងព្រះអង្គក៏បានប្រកាសជាស្ថាពរថាអ៊ូហ្វីនឹងគឺជាសាច់ញាតិមួយនៃខ្សែរាជវង្សដែរបន្ទាប់ពីប្រកាសចឹងហើយព្រះអង្គក៏បានសួរទៅកាន់អ៊ូហ្វីហើយនឹងអានីសថាមានគម្រោងអីថ្មីដើម្បីអភិវឌ្ឍនគរនឹងរុងរឿងអត់អ៊ូហ្វីក៏បាននិយាយទៅថាខ្លួននឹងគឺមានបច្ចេកវិទ្យាថ្មីដើម្បីអភិវឌ្ឍនគរនឹងរុងរឿងដោយមិនបាច់ប្រើម៉ាជីកទេហើយលោកក្រាសក៏បានយល់ស្របតាមនឹងដែរដោយសារតែការធ្វើអញ្ចឹងគឺធ្វើឲ្យអ្នកដែលអត់មានម៉ាជីកនឹងស្រួលជាងមុនហើយអ្វីដែលអ្នកទាំងអស់គ្នាចង់ផលិតហ្នឹងគឺជាយន្តហោះ
នៅពេលដែលនិយាយគ្នាអស់ហើយអ្នកទាំងអស់គ្នាក៏បានធ្វើការដុតដៃដុតជើងគ្នាដើម្បីផលិតឧបករណ៍មួយហ្នឹងហើយក៏មិនភ្លេចដែរជាមួយនឹងការប្រជុំជាមួយនឹងពួកមន្ត្រីក្នុងការសម្ពោធឧបករណ៍ថ្មីរបស់ខ្លួនហើយពួកមន្ត្រីហ្នឹងឡើងគាំងហ្មងដោយសារតែឃើញសមត្ថភាពពីរនាក់ហ្នឹងអាចផលិតរបស់បានលយអូវីហើយនិងអានីសក៏មិនភ្លេចដែរជាមួយនឹងការធ្វើរូបថ្មីដើម្បីចូលកម្មវិធីហ្នឹងឯងបើយើងក៏លេចមកមើលព្រះអង្គហើយនិងម្ចាស់ស្ត្រីវិញកំពុងតែដាំដំណាំដោយសារតែពួកគាត់ចូលនិវត្តន៍ហើយក៏ប៉ុន្តែសមិទ្ធផលរបស់កូនពួកគាត់វិញគឺលយខ្លាំងមែនទែនដោយសារតែហោះលើមេឃលួងដូចសត្វចាបហ្មងថ្ងៃកម្មវិធីក៏បានចូលមកដល់ឧបករណ៍ទាំងអស់ក៏បានធ្វើហើយដែរហើយអ្វីដែលពិសេសជាងនេះទៀតគឺដាវដែលអូវីនឹងបានឲ្យជាងធ្វើជូនទៅកាន់អានីសហើយដែរមួយហ្នឹងគឺវាពិតជាស្អាតខ្លាំងមែនតើធ្វើឲ្យអានីសនឹងពេញចិត្តខ្លាំងមែនតើអានីសក៏បានសួរទៅកាន់អូហ្វីថាតើអូហ្វីនឹងចង់ដាក់ឈ្មោះវាថាម៉េចអូហ្វីក៏មើលទៅកាន់មេឃហើយនិយាយថា Celestial ដែលមានន័យថានៅលើមេឃដាវរបស់អានីសគឺមានន័យថានៅលើមេឃហើយដាវរបស់អូហ្វីគឺមានន័យថា Rainbow អញ្ចឹងអ្នកទាំងពីរអាចនៅជាមួយគ្នាបានរៀងរហូតហើយបើយើងក៏เลยមកមើលកម្មវិធីវិញគឺពិតជាអធិកអធមខ្លាំងមែនតើការស្វាគមន៍បើកម្មវិធីគឺតម្រូវឲ្យពលទាហានគឺជាយន្តហោះឡើងទៅលើមេឃបញ្ជាក់ឲ្យប្រជាជនបានដឹងថាបើសិនជាយើងគ្មានម៉ាជីកក៏យើងអាចហោះបានដែរហើយការបង្ហាញបន្តទៀតគឺជាសមត្ថភាពរបស់អូហ្វីហើយនិងអានីសការបង្ហាញរបស់អ្នកទាំងពីរក៏ជាការបង្ហាញនៅសមត្ថភាពពិតរបស់អ្នកទាំងពីរដែរហើយនៅក្នុងភូមិហ្នឹងគឺគេពិតជាចូលចិត្តហើយនឹងគ្រប់គ្រងអានីសពេញទំហឹងយកតែម្ដងដោយសារតែដឹងថាអានីសគឺជាមនុស្សល្អនៅក្នុងកម្មវិធីហ្នឹងគឺពិតជាសប្បាយអ៊ូអរខ្លាំងមែនតើឥឡូវយើងមកមើលទស្សនវិជ្ជានៅពេលដែលចប់កម្មវិធីវិញម្ដងពីរអ្នកនេះក៏បាននៅជាមួយគ្នាដោយធម្មតាអញ្ចឹងទៅក៏ប៉ុន្តែរឿងដែលប្លែកគឺអ្នកទាំងពីរឡើងហៅគ្នាអ្នកទាំងពីរគឺឡើងហៅគ្នាឋានៈលើឋានៈក្រោមអីទៀតហើយដូចជាម្ចាស់ស្ត្រីដូចជាព្រះនាងអីចឹងគឺអត់ហៅទៀតទេគឺគេហៅគ្នាស្មើចុងបញ្ចប់នៅខ្សែរឿងភាគទី12របស់យើងក៏បានឲ្យយើងឃើញថាអានីសកំពុងតែធ្វើដំណើរទៅធ្វើការក៏ប៉ុន្តែមិនដឹងគេខ្សឹបអីទៅកាន់អូហ្វីទេគឺចេញកាយវិការអញ្ចឹងមកអូហ្វីក៏បាននិយាយថាហាមិនមែនមាត់ទេចាស់ហើយពេលនោះខ្ញុំឡើងខាំងយកហ្មងបន្ទាប់ពីនិយាយអញ្ចឹងហើយក៏បន្ទាប់ពីនិយាយអញ្ចឹងហើយអ្នកទាំងពីរក៏បានតែធ្វើការជាមួយគ្នាទៅថាប្រយ័ត្នយឺតមកធ្វើការអញ្ចឹងណាហើយសាច់រឿងនៃភាគទី12របស់យើងក៏កាត់បញ្ចប់ត្រឹមតែប៉ុណ្្នឹងដែរហើយរឿងនេះក៏គ្មានវគ្គ2វគ្គ3អីទៀតដែរគឺមានតែត្រឹមវគ្គ1ហ្នឹងទេអញ្ចឹងរឿងនេះចប់ហើយតើអ្នកនរគ្នាគិតថារឿងក្រោយហ្នឹងគឺជារឿងអីដែរកុំភ្លេចខមមិននៅខាងក្រោមវីដេអូទាំងអស់គ្នា